រនេះតាញញ៉ាំនេះរមមឃើញอยู่ដល់ហើយតោះហើយនិយាយចឹងថ្ងៃទី4មិថុនា2017ហ្នឹងគេចាប់ផ្ដើមបោះឆ្នោតម៉ោងប៉ុន្មានដែរហើយចាប់ម៉ោងប៉ុន្មានបានណាដែរឯងហៅពួកយើងមកពីព្រឹកម៉េះព្រោះគេចាប់ដើមបោះឆ្នោតហ្នឹងម៉ោង7ព្រឹករហូតដល់ម៉ោង3រសៀលជម្រាបសួរអូនមិញមកដូចជាលឺសួរអូននិយាយអំពីរឿងការបោះឆ្នោតចុះបើមានចម្ងល់ចង់សួរអូនថាអញ្ចេះចុះបើយើងជាជនជាតិខ្មែរតែអត់មានអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរតើយើងអាចបោះឆ្នោតបានដែរឬទេអូបានបងប៉ុន្តែលុះត្រាតែបងមានឯកសារបញ្ជាក់ពីអត្តសញ្ញាណបម្រើការបោះឆ្នោតនោះបងក៏មានសិទ្ធិបោះឆ្នោតដូចគ្នាដែរអូហើយអញ្ចឹងរយៈពេលការបោះឆ្នោតមានរយៈពេលមួយថ្ងៃដែរចឹងការបោះឆ្នោតគេធ្វើតែមួយថ្ងៃទេគឺថ្ងៃទី4ខែមិថុនាឆ្នាំ2017បងហើយចាប់ពីម៉ោង7ព្រឹករហូតដល់ម៉ោង3រសៀលបាទអញ្ចឹងយើងបញ្ញាប់ទៅចឹងព្រោះឥឡូវដូចថ្ងៃយើងបញ្ញាប់បានបោះឆ្នោតទាំងគ្រប់ផងអូខេតាយើងទៅទាំងអស់គ្នាចាអូខេអរគុណក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់គ្នាគុំលេងណា